ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះវ៉ាសាហាថ្ងៃនេះខ្ញុំមកតេស្តកូដនៅលើកម្មវិធីមួយដែលយើងហៅថាសាមញ្ញថាកម្មវិធី CSA អញ្ចឹងយើងចូលតេស្តវាមុនដំបូងយើងចុច create ហើយបន្ទាប់មកយើងចូលហើយបន្ទាប់មកយើងចុច next មកដល់កន្លែងនេះយើងត្រូវដាក់ឈ្មោះ project យើងដាក់ហើយនឹងដាក់អីក៏បានចឹងយើងដាក់ឈ្មោះមកចុច create តើមកវាលោតឲ្យផ្ទាំងប៉ុណ្ណេះអញ្ចឹងយើងអាចទៅ save បានហើយអញ្ចឹងទៅ save វាមក
Wow.